នេះកូនកណ្ដៅបងប្អូនបាទកូនកណ្ដៅក្រហមញៀលណាវាទំកើតក្រហមញៀលបងប្អូនបាទមើលឆ្កឹះវាចេញមកអស់វាមានប្រមាណក្បាលបងប្អូនបាទមាន10ក្បាលណាដល់វាចេញមករត់ធ្វើមកហើយពងទីនពងឆ្កឹះវាចេញមកបាទ2 4 5 6 6ណាបាន6ក្បាល7ក្បាលបងប្អូនបាទចេញមកបាន7ក្បាលហើយកូនច្រើនណាបងប្អូនបាទមេមួយកូនឡងមកកណូអានេះបើកូនជ្រូកវិញគ្រប់ហើយមក2 4 6 7 ណាយ8លួរត់ធ្វើមកណាទំកើតក្រហមញៀលបងប្អូនបាទខាងកន្លែងហ្នឹងវាមានខ្យាដំរីខែធ្លាក់ភ្លៀងវាមានខ្យាដំរីបាទខ្យាដំរីខ្មៅដូចខ្ទួយអញ្ចឹងបងប្អូនអាហ្នឹងបាទអាហ្នឹងវាមិនតិចនឹងភាពពីរខាងមុខទេណាវាតិចនៅខាងក្រោយបាទបងប្អូនបាទនេះយើងមកបន្តកូនកណ្ដុរយើងវិញបាទបងប្អូនរាប់មើលមានមកក្បាល2 4 6 នឹងខំខំ4ទៀត10ក្បាលបងប្អូនបាទ10ក្បាលច្រើនណាបងប្អូនបាទគូនកណ្ដុរមាន10ក្បាលនឹងបាត់ដៃ4ក្បាលនិងខំ6ក្បាលនោះ2 4